អាយ៉ាចេះបកត្រេនមែនទេខ្ញុំចាប់ដកត្រេនចាវិធីបកត្រេនងាយងាយអត់មានអីពិបាកបងប្អូនគ្រាន់តែយើងកាត់ក្បាលកាត់កតុយវាឲ្យមានមុខអាមានចង្អោរវាចាយើងកាត់នឹងក្បាលកាត់កតុយមានចង្អោរបន្ទាប់មកយើងធ្វើការកោះចឹងមកបើសិនជាឧទាហរណ៍អ្នកមានកម្លាំងដៃខ្លាំងណាកោះចឹងមកគឺមកឯងមកប៉ុន្តែអត់សូវមានកម្លាំងដៃយើងកោះមកចឹងក៏ដូរវិធីសាស្ត្រថ្មីមានជាការឈៀកវិញឈៀកតាមចង្អោរអាកន្លែងប្រឡោះវាហ្នឹងណាតែមិនខ្លែបទេបើសិនយើងឈៀកចំកន្លែងខ្លែបវាចឹងវាដាច់សាច់វាបែកសាច់អត់ស្អាតទេអញ្ចឹងបានធ្វើការឈៀកតាមប្រឡោះខោងណាហើយយើងទាញវាចេញមកហើយយើងកាត់តាមខ្លែបនីមួយនេះយើងកាត់អាចអូកដែលចេញកាត់ក្បាលចេញហើយបន្ទាប់មកយើងពុះពីខាងលើនេះបងប្អូននេះពុះឲ្យស្មើត្រង់ភ្លឹងចឹងមកហើយចឹងយើងធ្វើការហែកវាមកបានស្អាតតែម្ដងបងប្អូនស្អាតហ្មងនេះឃើញទេស្រួលណាបងប្អូនមិនពិបាកអីទេឃើញទេស្រួលតែខ្ញុំមិនមែនខ្ញុំអ្នកធ្វើចាស្រួលតែខ្ញុំមិនអ្នកធ្វើអ្នកបកទេគឺចាខ្ញុំអ្នកបកឲ្យទេចាបើសិនជាខ្ញុំបកអីខ្ញុំក៏បកអត់ចេញដដែលឃើញស្រួលចឹងតែខ្ញុំបកអត់ចេញដដែលចាខ្ញុំមិនបកចេញចាសូមអរគុណចាអញ្ចឹងជាវីដេអូហ្នឹងមិនមែនខ្ញុំអ្នកបកទេចាខ្ញុំប្រាប់តែខ្ញុំវិធីសាស្ត្របកត្រេនខ្ញុំដាក់ប្រាប់តែចុងបញ្ចប់មិនខ្ញុំដាក់បកទេចាខ្ញុំជាអ្នកបកចាសូមអរគុណចានេះសកម្មភាពនៃការបកត្រេនតទៀតអត់មានអីពិបាកដូចនិយាយដើរលើកខ្ញុំតើយើងមើលស្រួលតែយើងធ្វើបានពិបាកចាឈៀកតាមប្រឡោះវានឹងមកបន្ទាប់មកយើងកាត់កដែលឡើងចេញណាកាត់កដែលឡើងចេញហើយយើងកាត់ក្បាលកាត់កតុយថែមទៀតតែកាត់មកដល់សាច់វាអញ្ចឹងណាកាត់បកអញ្ចឹងយើងទទួលបានសាច់ស្អាតវាអត់បែកសាច់ហើយជំនាញបកប៉ុណ្ណឹងអាចធ្វើជាអ្នកលក់ត្រេនបានណាបងប្អូនចាមើលវិភាគមើលអាចបកបានឬក៏មិនបានមើលបងប្អូនចាបើសិនជាអាចអូខេប៉ុណ្ណឹងបកជំនាញប៉ុណ្ណឹងអូខេហើយចាឆ្នាំក្រោយអាចធ្វើជាតកែត្រេនបានហើយចឹងឆ្នាំក្រោយប្រហែលលក់ត្រេនលក់អីគេដែរខ្លាចជាអ្នកមានគេមានមាសមានអីពាក់គេតន់មានចោះថោកតែមានទិញអីតែណាំហ្នឹងអត់ទេទិញគេហូបដែរហ្នឹងទេហូបដែរហ្នឹងណានេះឃើញបងប្អូនបកតាមវិធីសាស្ត្រហ្នឹងសាច់ស្អាតណាស់ឡើងទលត់ហើយត្រេននេះសាច់ក្រាស់ទៀតសាច់តែងមកពីត្រេនកំពង់ចាមប៉ុន្តែកំពង់ចាមសុទ្ធមិនមែនកំពង់ចាមកូពីផ្ទះលេខ2អត់ទេណាកំពង់ចាមសុទ្ធតែម្ដងអញ្ចឹងសាច់ស្អាតមែនទែនសបកក្រាស់សាច់ស្អាតហើយនេះសបកមើលសបកស្មារបស់មើលជាមុនដំបូងថាអូបោះចោលទៅពេលឈៀកមើលទៅអូសមភាពទៀតសាច់ទៅពេលពុះមកនេះមានសាច់គេទៅចាំនេះមើលដឹងថាมันខ្លាយយ៉ាងហូបអស់ខ្លាយនេះពេលបិទមើលដឹងណាគេចេះពុះហើយនេះរបស់គេនេះសមិទ្ធផលចុងក្រោយមួយចានប៉ុណ្ណឹងឯងបងប្អូនហើយក៏មិនតិចណាច្រើន1គីឡូជាងមើលបងប្អូនប៉ុណ្ណឹងបាទដៃខ្ញុំ3គីឡូជាងបកបងវិញបាន1គីឡូជាងច្រើនណាស់ណាច្រើនចំណេញទៀត